អូខេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube គេសាសុំយើងបានវិលត្រឡប់មកជួបគ្នាវិញហើយបាទក្រោយពីយើងបានបែកគ្នាអស់រយៈពេលជាច្រើនថ្ងៃបាទជាងកន្លះខែមកមុនមកគិតទៅហើយខ្ញុំអត់សូវបានចេញវីដេអូហើយប្រហែលរយៈពេលចុងក្រោយនេះការចេញវីដេអូរបស់ខ្ញុំគឺអត់មានវីដេអូណាដែលចេញមុខទេគឺខ្ញុំនិយាយហើយខ្ញុំ record ចេញពីទូរស័ព្ទរបស់ខ្ញុំទៅតែម្ដងអញ្ចឹងយើងចូលមកដល់ Clash of Clans យើងវិញហើយ season ជាច្រើនដែលយើងបានបញ្ចប់ណាហើយអានេះយើងបានបញ្ចប់ដែរយើងបានចំណាយលុយទិញនេះទិញ stat របស់វាទិញរូបសំណាកនេះនឹងរូបសំណាកវាមានអញ្ចឹងហើយមាននេះទៀតមានរូបកោអីនៅមុនឃើញខ្ញុំអត់សូវបានចេញទេបងប្អូនដោយសារតែមួយរយៈនេះរវល់មែនតើបាទរវល់យល់តែមែនតើហើយរូបកាន់ហ្គីតានេះមួយទៀតហើយនេះរូបជើងនេះអានេះខ្ញុំទិញដូចជា1រៀលនេះគេលក់ដាក់លក់នេះមុនឃើញនេះគេលក់7តម្លៃ$7ដែរតែខ្ញុំទិញមួយ$1.20 សេនជាងយើងទិញមកដាក់លម្អអញ្ចឹងណាហើយយើងអាប់បានច្រើនណាស់បាទនៅក្នុងផេតរបស់យើងសាច់ចិញ្ចឹមរបស់យើងគឺបាន level 10ចិត្តអស់ហើយបាន1 2 3 4 5បាទបាន5ហើយនៅប្រហែលទៀតយើងកំពុងតែអាប់ដែរហើយបើនិយាយមកកាន់គ្រឿងអាវុធក៏ដូចជាតបរបស់យើងនេះក៏យើងអាប់បានគ្រប់ level ចិត្តអស់ដែរបងប្អូននៅច្រើនណាស់មិនមែនចិត្តអស់នៅច្រើនមែនទេតែយើងព្យាយាមអាប់ឲ្យវាmake level មួយអានេះយើងអាប់ចូល level 4បាទអាប់ level 4ហ្នឹងសល់7ម៉ោងទៀតឡើង level 4យើងអាប់ចូល level 5ដើម្បីឲ្យវាទៅគ្រប់ហ្នឹងទៅសល់តែមួយ level ទៀតទេដើម្បីគ្រប់តែម្ដងតែបន្ទាប់មកយើងព្យាយាមអាប់បាទអាប់រហូតសល់តែមិចអស់អានេះvẫnសល់តែ2 level ទៀតទេអាប់មិចហើយអានេះអីបាទនៅស្ដើង level ដែរអានេះមក level 2 level ទៀតចាប់តែបងប្អូនណាអញ្ចឹងយើងព្យាយាមអាប់ឲ្យមិចហើយបើយើងព្យាយាមវគ្គចុងក្រោយរបស់យើងគឺយើង upgrade ទៅលើ King Queen អញ្ចឹងណាហ្នឹងហើយមានអានេះ Royal Champion របស់យើងគឺមិច level ហើយនៅក្នុង Town 18នេះណាបើ10ហ្នឹង16ហ្នឹង16នេះណាហ្នឹងហើយអញ្ចឹងយើង up King up Queen ឡើង level 9សិនបានយើង up Town បច្ចុប្បន្ន King យើង level 55 Queen level 83 Minion Prince របស់យើងគឺ level 65ណាហើយ Garden Grand Garden ហើយនិង Dragon Duke របស់យើងទៅតែ level 9ដែលបើចិត្តចូល level 10ហើយអញ្ចឹងយើង up ឲ្យវាឡើង level អស់ហើយចាំយើង up Town ណាព្រោះនេះយើងup មកមុនខ្ញុំ up ឡើងអស់នេះឡើងដល់ level 1ដែលគេលេងឲ្យ up តឡើង Town level 17 18ហ្នឹងហើយអញ្ចឹងយើង up មិនអស់ច្រើននៅក្នុង level Town 18នេះណាហ្នឹងហើយឥឡូវកុំឲ្យខាត់ពេលយូរបងប្អូនយើងចូលទៅវាយវគ្គយប់ទៅបងប្អូនព្រោះវគ្គថ្ងៃដូចជាមិនមានអីលេងអីច្រើនហ្មងបាទខ្ញុំចូលមកវាយតែមួយស្រូវទេហើយយើងចូលមើល clan យើងនេះយើងវាយ clan បាន result របស់វាគឺ 100% ដូចគ្នាមានន័យថា45នោះ star ដូចគ្នាបាទគឺខ្ទេចអស់បងប្អូនវាយវ៉ាខ្ញុំមានអារម្មណ៍ថាការវាយវ៉ានៅក្នុង clan របស់ខ្ញុំមួយគឺពិបាកគឺច្រើនគេវាយម៉ត់ចឹងបើយើងមិនទប់គេដល់ម៉ត់ដូចគ្នាទេគឺយើងមិនអាចឈ្នះគេទេបាទចឹងយើងឃើញវាយខ្ទេចអត់មានទប់ទេបាទអស់លេងខ្ញុំសូមថត record ធ្វើ thumbnail មួយបាទឥឡូវយើងកុំឲ្យខាត់ពេលយូរមកយើងចូលទៅណាចូលទៅអូភ្លេចតែមួយណានេះក៏ខ្ញុំទិញដែរបាទខ្ញុំទិញឡើងទទួលបានអស់ហើយហ្នឹងហើយ congratulations season pass complete យើងទទួលបានអស់ហើយយើងមកខាត់ពេលយើងទៅវាយវគ្គយប់វាយតែមួយសើបានហើយខ្ញុំថតប្រហែលជា5នាទីទេដោយសារតែខ្ញុំរវល់សង្ឃឹមតែបងប្អូននៅតែគ្រប់គ្រងនិងចាំទស្សនានៅវីដេអូដែលខ្ញុំupload ទៅអញ្ចឹងណាដោយសារតែខ្ញុំរវល់ខ្ញុំអត់សូវមានពេលខ្ញុំរវល់រៀនផងធ្វើការផងហើយក៏ឆ្លៀតថតវីដេអូទៅដើម្បីចែកម្លែកបងប្អូនហើយបងប្អូនខ្ញុំឃើញបងប្អូនសប្បាយចិត្តនឹងទស្សនាវីដេអូដែលខ្ញុំចែកម្លែកទាក់ទងចំណេះដឹងច្រើនម្ល៉េះហើយខ្ញុំអត់សូវមានចំណេះដឹងចែកម្លែកក៏មានតែជាការថតវីដេអូបែបលេងហ្គេមអីចឹងណាឥឡូវនេះយើងមកមើលដូរមួយសិននេះយើង level មួយគ្នាខ្ញុំកំពុងតែគិតថាតើយើងលេងបែបណាគួរវាយបែបណាទេបងប្អូនខ្ញុំមានអារម្មណ៍ថាពិបាកវាយហ្នឹងប្រទេសនេះពិបាកវាយក៏ដោយវាយបែបណាទេនេះសុំដាក់អានេះមួយយើងអត់សូវមានលេងណាបើយើងលេងweek សុទ្ធមកពិបាកហ្នឹងហើយខ្ញុំគិតថាពិបាកប៉ុន្តែកុំឲ្យសាំញ៉ាំមកដល់យើងវាយទៅវិញទៅណាទីយើងក៏មិន level ហើយទ្រូបរបស់យើងក៏មិន level ដូចគ្នាអូតបដាក់ក្របបែកអាកាសចឹងអាចនឹងធ្វើឲ្យតបបញ្ជារបស់យើងពិបាកបន្តិចយើងថាយើងចូលមកបំផ្លាញយើងបំផ្លាញកន្លែងនេះសិនបំផ្លាញដៃអុកមួយបន្ទាប់មកអាពីបាញ់ភ្លើងហើយនឹងបេនេះហើយនឹងបញ្ជ្រួចនេះដែរប៉ុន្តែយើងគិតថាពិបាកព្រោះមានការបាញ់ការពារពីចំណុនមកវាកន្លែងមួយខ្ញុំ super team បាទ super team level 3 តោះអូខេយើងដាច់
ដាច់រនាំងការពាររបស់គេហើយបើយើងចូលដល់កន្លែងដែលអាចឈ្នះទីច្រើនឈ្នះយើងខ្លាចតែក្របបែកទីអូខេយើងចូលបានហើយបងប្អូនចូលបានហើយយើងគិតថាយើងអាចយកកាយ3ប៉ុន្តែយើងប្រហែលជាអាចយកកាយ5ឬក៏កាយ6ព្រោះកន្លែងនេះយើងត្រូវតែឈ្នះហើយបងប្អូន70-80%គឺយើងនឹងឈ្នះហើយដែរហើយយើង super king មកតង់ទៀតដើម្បីឲ្យ king យើងឈ្នះបន្តិចទៅដល់វគ្គបន្ទាប់យើងចូលមកកន្លែងនេះអូខេយើងចូលដល់ប្រទេសទី2របស់គេវគ្គយប់គឺជាវគ្គមួយដែលពិបាករលុយបងប្អូនព្រោះការរលុយពិបាកហើយការ upgrade អីមួយចំណាយពេលយូរខ្ញុំគិតថាវគ្គនេះយើងឈ្នះហើយបងប្អូនអត់មានអីបាក់ទេព្រោះមើលទៅកន្លែងនេះគឺអត់មានអីបាក់អូខេអញ្ចឹងយើងឈ្នះហើយបាទ super ទៅប្រទេសទី2របស់គេអត់សូវ up ទេបាទ level តំណងបេភ្លើងបេរបស់គេគឺអត់សូវនេះបាទបកគោភ្លើងរបស់គេក៏ level តូចដែរ level 6ទេធ្នូរបស់គេ level 1ដែរបាទ level 1 level 2ហ្នឹងបាទมันឆ្ងាយទេអញ្ចឹងយើងជារយច្រើនយើងឈ្នះយកកាយ6តែម្ដងបងប្អូនណាបាទ record នេះប្រហែលជា7នាទីទៅ8នាទីប៉ុន្តែអត់ចេញមកទេខ្ញុំនិយាយអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូននឹងសប្បាយចិត្តនឹងរីករាយនឹងការទស្សនានិងការ record របស់ខ្ញុំដែរបើខ្ញុំចេញវីដេអូទៅអត់និយាយអីសោះខ្ញុំគិតថាបងប្អូនប្រហែលជាអត់សូវមានអារម្មណ៍ជាមួយនឹងវីដេអូសប្បាយជាមួយនឹងការទស្សនាទេបាទខ្ញុំគិតនិយាយលេងទៅសម្រាប់បងប្អូនដែលនៅលេងហ្គេមនេះគឺយើងនៅតែលេងអញ្ចឹងហើយមាន season ខ្លះបងប្អូនគាត់អត់ចេះ complete មានន័យថាអត់ចេះយកទុកយកយើងណាវាយតបអីយកវាយប្រទេសអីដើម្បីធ្វើតេស្តគេដើម្បីយកបាន star បានអីបងប្អូនខ្លះអត់ចេះហើយអញ្ចឹងខ្ញុំចេញវីដេអូដើម្បីចែកជូនបងប្អូនអញ្ចឹងទៅបាទគោលដៅយើងនៅក្នុងហ្គេមវគ្គយប់យើងអាប់តបរបស់យើងប៉ុន្តែភាគច្រើនលុយនៅក្នុងវគ្គនេះគឺទាំងលុយទាំងទឹកពិបាករកណាបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណចំពោះការទស្សនាហើយចំពោះបងប្អូនដែលចង់ជួប clan នេះខ្ញុំ clan នេះខ្ញុំនៅចិត្តកន្លះឆ្នាំហើយបងប្អូនជិត6-7ខែបងប្អូនអាចឃើញដែរទ្រូបដែលគេ donation គឺមានច្រើននេះគេឧបត្ថម្ភច្រើនខ្ញុំឧបត្ថម្ភដល់គេ 1500 ហើយគេឧបត្ថម្ភខ្ញុំទទួលបានការឧបត្ថម្ភពីគេ 2100 ជាងអញ្ចឹងយើងមើលកន្លែងនេះដែលចែកលេខអញ្ចឹងច្រើនអញ្ចឹងគេចែកច្រើនណាស់បាទអរគុណចំពោះការទស្សនាយើងជួបគ្នានៅវីដេអូក្រោយបាទ